ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិកនិងអេស៊ីបបានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា1-1បន្ទាប់ពីការប្រកួតដ៏តានតឹងមួយនៅក្នុងការប្រកួតនេះក្រុមទាំងពីរបានបង្ហាញទំនុកចិត្តរៀងខ្លួននិងបានបើកការសម្របគ្នាទៅមុខតាំងពីដើមទីអេស៊ីបជាក្រុមដែលអាចរកគ្រាប់បាល់នាំមុខមុននៅនាទីទី15ដោយកីឡាករអ៊ីម៉ាំអាសូបន្ទាប់ពីទទួលបានការបញ្ជូនបាល់យ៉ាងល្អពីខ្សែប្រយុទ្ធម៉ូហេមសាឡោះដែលធ្វើឲ្យអ្នកចាំទីសេបាតខូលទ័រពិបាកសង្គ្រោះគ្រាប់បាល់នាំមុខនេះបានជួយឲ្យអេស៊ីបរក្សាការនាំមុខរហូតដល់ចប់វគ្គទី1ជាមួយនឹងការការពារដ៏រឹងមាំឈានចូលដល់វគ្គទី2បែលហ្សិកបានបន្តបង្កើនការសម្របយ៉ាងខ្លាំងតែអេស៊ីបក៏បានត្រៀមខ្លួនទប់ទល់បានយ៉ាងល្អហើយថែមទាំងអាចបង្កើតឱកាសសម្របទៅវិញផងដែរទោះជាយ៉ាងណាស្ថានភាពបានប្រែប្រួលនៅនាទីទី66នៅពេលដែលខ្សែប្រយុទ្ធរ៉ូមឡូ ឡុកខាគូត្រូវបានប្តូរចូលត្រឹមតែ23វិនាទីប៉ុណ្ណោះក្រោយចូលលេងឥទ្ធិពលរបស់លើកខេគូបានបង្ខំឲ្យខ្សែការពារអេស៊ីបម៉ូហេមថេនីប្រូតស្នៀតធ្វើឲ្យបាល់ចូលទីខ្លួនឯងបន្ទាប់ពីការលើកបាល់ពីកីឡាករសូម៉ាស់ មីលនៀរចូលតំបន់គ្រោះថ្នាក់ជាហេតុជួយឲ្យបែលហ្សិកតាមស្មើ1-1វិញបានក្រោយពីលទ្ធផលស្មើគ្នាក្រុមទាំងសងខាងនៅតែបន្តបើកការសម្របគ្នាទៅមកប៉ុន្តែហាក់មានការប្រុងប្រយ័ត្នរៀងខ្លួនការប្រកួតបានបន្តរហូតដល់ចប់ដោយមិនមានគ្រាប់បាល់បន្ថែមឡើយដែលរក្សាលទ្ធផល1-1ដដែលស្មើគ្នានេះបានបន្តជួយឲ្យអេស៊ីបរក្សាកំណត់ត្រាមិនទាន់ចាញ់បែលហ្សិកម្ដងណាឡើយគិតតាំងពីឆ្នាំ2022មកជាប្រវត្តិសាស្ត្រក្នុងការជួបគ្នា5លើកចុងក្រោយបែលហ្សិកនៅតែមានកំណត់ត្រាយកឈ្នះអេស៊ីបបានតែ1លើកប៉ុណ្ណោះខណៈដែលអេស៊ីបបានឈ្នះ3លើកនិងស្មើ1លើកដែលបង្ហាញពីភាពលំបាករបស់បែលហ្សិកក្នុងការយកឈ្នះអេស៊ីប